តោះទៅជីឆាត់យោលើសមុទ្រទាំងអស់គ្នាចំពោះអ្នកដែលធ្លាប់ជីហើយសូមជួយ comment នៅខាងក្រោមវីដេអូនេះផងចំពោះការជីឆាត់យោលើសមុទ្រនេះអ្នកគ្នាចំណាយត្រឹមតែ$31តែប៉ុណ្ណោះតែបើអ្នកគ្នាចង់បានវីដេអូជាលក្ខណៈ drone ចេះមកកញ្ចប់គេគឺ$58ហើយថ្ងៃហ្នឹងខ្ញុំជះលុយដោយសារចង់បានវីដេអូទុកជាអនុស្សាវរីយ៍អញ្ចឹងណាតោះទៅមើលដំណើរកម្សាន្តថ្ងៃហ្នឹងគឺខ្ញុំធ្វើដំណើរចេញពី Sunset Town អ្នកគ្នាជិះម៉ូតូដដែលពី Sunset Town ទៅកាន់ Long Beach នៅកោះត្រល់ដែលអ្នកគ្នាហៅថាកោះ Phuket ហ្នឹងហើយម៉ូតូនេះគឺម៉ូតូគីសនីអ្នកគ្នា VinFast គួរសមរបស់គេដែរតាហើយពណ៌ខ្ជូតមែនតើហើយយើងធ្វើដំណើរប្រហែលជាខ្ទង់20នាទីអ្នកគ្នាហើយយើងធ្វើដំណើរទៅដល់ Long Beach តែម្ដងនៅតាមបណ្ដោយឆ្នេរនេះមានហូតែធំជាច្រើនដូចជា Novotel ឬ Intercon អញ្ចឹងណាតែយើងអាចចូលមកលេងយើងអាចមុជទឹកមុជអីបាននៅទីនេះបានហើយបើភាគច្រើនគឺនៅនេះគឺគេល្បីគឺ water sport កាឡាដែលគេលេងនៅលើទឹកដូចជា jet ski ដូចជា parasailing អីអញ្ចឹងណាដោយសារអត់តែធំនៅនេះអញ្ចឹងហើយភាគច្រើនគឺគេមាន private coach សាឡុងដែលយើងអាចអង្គុយលេងបានអញ្ចឹងណាហើយភ្ញៀវខ្លះគាត់អានសភៅគាត់អាំងថ្ងៃអាំងអីនៅទីនេះទៅចំណែកពួកខ្ញុំមកទីនេះគឺមកមើល view ហើយសំខាន់គឺពួកខ្ញុំមកជិះឆាត់យោងលើសមុទ្រនេះហ្មងវាជាបទពិសោធន៍ថ្មីរបស់ខ្ញុំដែរបន្ទាប់ពីខ្ញុំធ្លាប់ load sky diving នៅចិនណាហើយអានេះខ្ញុំចង់សាកដែរដោយសារថាទៅនៅខ្មែរយើងអត់ទាន់មានទេហើយបើយើងប្រៀបធៀបតម្លៃទៅវារៀងគួរសមដែរវាអត់ថ្លៃណាស់ប្រហែលខ្ទង់30ជាងទេតែដោយសារខ្ញុំយកកញ្ចប់មានគេបោះ drone ថតវីដេអូឲ្យយើងហ្នឹងវាដល់$58អាការជីហើយនឹងតម្លៃវាមិនសំខាន់គឺការយកឈ្នះខ្លួនឯងដែលខ្ញុំអាចហោះបានអញ្ចឹងណាហើយសំខាន់ធីម 3-4 នាក់ដែរគេ check យើងមុននឹងយើងហោះដើម្បី make sure ថាយើងជាប់នឹងឆាត់យោនឹងទៅអ្នកគ្នាបើមែនតែនទៅភឺតពោះទៅមកផ្លែតនេះទេពេលឡើងនេះទេហើយពេលត្រឡប់លើអ្នកគ្នាឃើញ view ស្អាតមែនតែនឃើញសមុទ្រល្វឹងល្វើយហើយសំខាន់ឃើញកោះនឹងហ្មងណាដោយសារយើងហោះកាន់តែខ្ពស់ទៅយើងកាន់តែឃើញច្បាស់ហ្មងអញ្ចឹងបាទអ្នកគ្នាទៅលេងកោះ Phuket អ្នកគ្នាគួរតែសាកល្បងជិះនេះម្ដងអ្នកគ្នាដើម្បីបត់ពិសោធន៍ផ្ទាល់ខ្លួនជាពិសេសគឺយកឈ្នះខ្លួនឯងនៅហោះនៅទីខ្ពស់អញ្ចឹងណាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ like ជួយ share បាយបាយ